តានឹងមានអ្វីកើតឡើងប្រសិនបើសហរដ្ឋអាមេរិកមិនមានសូមស្រមៃថាមានមហាសមុទ្រមួយនៅកន្លែងដែលសហរដ្ឋអាមេរិកធ្លាប់មានកាណាដានឹងពង្រីកខ្លួនចូលតែខាងត្បូងទាំងស្រុងហើយមេស៊ីកូនឹងក្លាយជាអំណាចធំមួយនៅអាមេរិកខាងជើងដែលមានឆ្នេរសមុទ្រតបជាប់ជាមួយទាំងមហាសមុទ្រអាត្លង់តិកនិងប៉ាស៊ីហ្វិកក្នុងប្រវត្តិសាស្ត្រពិភពលោកនឹងមិនអាចស្គាល់បានឡើយបើគ្មានសហរដ្ឋអាមេរិកនឹងមិនមានអធិរាជអំណាចធំក្រោយសង្គ្រាមលោកលើកទី2ទេមិនមានការប្រកួតប្រជែងសង្គ្រាមត្រជាក់ជាមួយសហភាពសូវៀតទេហើយប្រហែលជាមិនមានអង្គការ NATO ឬសហប្រជាជាតិបាយអឺរ៉ុបប្រហែលជានៅតែស្ថិតក្រោមអាណានិគមហើយនេះជារឿងធំបំផុតប្រសិនបើគ្មានអាមេរិកត្រូវនិយាយលាទៅនឹង Hollywood និងម៉ាកល្បីៗជាច្រើនរបស់ពិភពលោកគ្មាន Apple គ្មាន Kanye West គ្មាន Coca-Cola គ្មាន McDonald's គ្មាន NBA គ្មាន NFL ហើយគ្មានវប្បធម៌ pop របស់អាមេរិកដូចដែលយើងស្គាល់នៅសព្វថ្ងៃ